យើងឃើញថាតើមីងស៊ឺបានរងរបួសហើយហេតុការណ៍នេះបានផ្សព្វផ្សាយពេញបណ្ដាញសារព័ត៌មានតើមីងស៊ឺត្រូវបាននាំទៅមន្ទីរពេទ្យសាន់ឆៃនិងអ្នកទាំងវ័យក៏នៅទីនោះដែរសាន់ឆៃស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងយំមិនឈប់សាន់ឆៃនិយាយទៅកាន់ជីឡេថាខ្ញុំលោភលន់ពេកហេតុនេះហើយបានជាឋានសួគ៌ដាក់ទោសខ្ញុំជីឡេបញ្យល់ថានេះមិនមែនជាការដាក់ទោសទេតែជាការសាកល្បងនាងត្រូវឆ្លងកាត់ការសាកល្បងនេះដើម្បីសុភមង្គលនៅពេលក្រោយប៉ូលីសមកដល់មន្ទីរពេទ្យហើយប្រាប់អ្នកទាំង3ថាបុរសដែលបានចាក់តៅមីងស៊ឺត្រូវបានចាប់ខ្លួនហើយគាត់ធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុនតៅមីងគ្រប់តែត្រូវបានបណ្តេញចេញដោយសារការខាតបង់របស់ក្រុមហ៊ុនដូច្នេះគាត់ធ្វើបែបនេះដើម្បីសងសឹកការវះកាត់របស់តៅមីងស៊ឺបានបញ្ចប់វេជ្ជបណ្ឌិតចេញមកប្រាប់សាន់ឆៃថាតៅមីងស៊ឺមានសុវត្ថិភាពហើយពេលនេះសៀវជីមកដល់មន្ទីរពេទ្យនាងសុំទោសសាន់ឆៃដោយនិយាយថាខ្ញុំជាអ្នករៀបចំផែនការហើយរឿងទាំងអស់នេះកើតឡើងដោយសារតែខ្ញុំប៉ុន្តែសាន់ឆៃឆ្លើយថាវាមិនមែនជាកំហុសរបស់នាងទេនាងគ្រាន់តែចង់ឲ្យខ្ញុំនិងតៅមីងស៊ឺត្រឡប់មកត្រូវគ្នាវិញបន្ទាប់មកលោកស្រីមីងនិងលោកយាយូមកដល់មន្ទីរពេទ្យដើម្បីមើលតៅមីងស៊ឺពួកគាត់ចូលទៅក្នុងបន្ទប់របស់តៅមីងស៊ឺមួយសន្ទុះលោកស្រីមីងប្រាប់ជំនួយការរបស់គាត់ឲ្យកក់ជើងហោះហើរទៅទីក្រុងឡុងសម្រាប់គាត់លោកយាយូសួរគាត់ថាវាសំខាន់ណាស់ដែលត្រូវទៅឡុងដុនឥឡូវនេះលោកស្រីមីងនិយាយថាតើមីងស៊ឺមានសុវត្ថិភាពហើយយាយត្រូវតែមើលថែគេពេលចេញមកក្រៅលោកស្រីមីងស្ដីបន្ទោសសាន់ឆៃចំពោះរឿងដែលបានកើតឡើងនេះប៉ុន្តែសៀវជីការពារសាន់ឆៃហើយប្រាប់លោកស្រីមីងថារឿងនេះនឹងមិនកើតឡើងទេប្រសិនបើអ្នកបានដោះស្រាយបញ្ហាបុគ្គលិករបស់អ្នកតាំងពីដំបូងលោកស្រីមីងមិននិយាយអ្វីជាមួយសៀវជីទេប៉ុន្តែប្រាប់សាន់ឆៃថានាងធ្លាប់ប្រាប់ខ្ញុំពីមុនថាខ្ញុំមិនត្រូវបានស្វាគមន៍នៅក្នុងពិភពរបស់នាងទេឥឡូវខ្ញុំប្រាប់នាងវិញនាងនឹងមិនអាចស្វាគមន៍នៅក្នុងពិភពគ្រួសារមីងដូចគ្នាដូច្នេះចូលនៅឲ្យឆ្ងាយពីតៅមីងស៊ឺប៉ុន្តែសាន់ឆៃឆ្លើយថាខ្ញុំនឹងមិនទៅណាទាំងអស់រហូតដល់តៅមីងស៊ឺដឹងខ្លួនហើយប្រាប់ខ្ញុំឲ្យចាកចេញបន្ទាប់មកអ្នកគ្រប់គ្នារងចាំឲ្យតៅមីងស៊ឺភ្ញាក់ឡើងច្រើនថ្ងៃកន្លងផុតទៅប៉ុន្តែតៅមីងស៊ឺនៅតែមិនទាន់ដឹងខ្លួនថ្ងៃមួយទីបំផុតតៅមីងស៊ឺក៏ដឹងខ្លួនគាត់សួរអ្នកគ្រប់គ្នាថាខ្ញុំកំពុងធ្វើអ្វីនៅមន្ទីរពេទ្យមេស៊ូប្រាប់ថាឯងរងរបួសប៉ុន្តែតៅមីងស៊ឺមិនចាំអ្វីទាំងអស់គាត់មើលទៅអ្នកគ្រប់គ្នាដូចជាគាត់បានបាត់បង់ការចងចាំប៉ុន្តែក្រោយមកគាត់បានហៅឈ្មោះអ្នកទាំង3សៀវជីសួរគាត់ថាខ្ញុំជានរណាតៅមីងស៊ឺហៅសៀវជីថានាងស្វាតៅមីងស៊ឺមើលទៅសាន់ឆៃហើយសួរថានាងជានរណាអ្នកទាំង3ប្រាប់គាត់ថានេះគឺសាន់ឆៃប៉ុន្តែតៅមីងស៊ឺមិនចងចាំនាងទេអ្នកគ្រប់គ្នាភ្ញាក់ផ្អើលតើមីងស៊ឺអាចភ្លេចសាន់ឆៃដែលគាត់ស្រឡាញ់ខ្លាំងបំផុតយ៉ាងម៉េចបានបន្ទាប់មកសាន់ឆៃព្យាយាមរំលឹកគាត់អំពីអតីតកាលដើម្បីឲ្យគាត់ចងចាំឡើងវិញនាងនិយាយថាលោកបានជន់ទូរស័ព្ទរបស់ខ្ញុំយើងបានមើលអាចផ្កាយធ្លាក់ជាមួយគ្នាលោកថែមទាំងបានឲ្យខ្សែកអាចផ្កាយដល់ខ្ញុំទៀតប៉ុន្តែតើមីងស៊ឺនៅតែមិនចាំអ្វីទាំងអស់សាន់ឆៃមានអារម្មណ៍តានតឹងយ៉ាងខ្លាំងហើយនិយាយថាលោកមិនអាចភ្លេចខ្ញុំបានទេលោកត្រូវតែចងចាំខ្ញុំទោះបីជាលោកភ្លេចខ្ញុំក៏ដោយខ្ញុំនឹងរំលឹកលោកម្ដងទៀតថាខ្ញុំស្រឡាញ់លោកខ្លាំងប៉ុណ្ណាបន្ទាប់មកនាងស្រែកថាអូនគឺសាន់ឆៃអូននឹងនៅជាមួយបងរហូតមិនថាមានរឿងអ្វីកើតឡើងលើបែបនេះតើមីងស៊ឺសួរថាតើអូនពិតជានិយាយបែបនេះមែនទេបើអូនកុហកអូនជាឆ្កែនេះមានន័យថាតើមីងស៊ឺកំពុងសម្ដែងនៅចំពោះមុខអ្នកគ្រប់គ្នាដើម្បីឲ្យសាន់ឆៃសារភាពសេចក្តីស្រឡាញ់របស់នាងចំពោះគាត់ជាលេនិយាយថាខ្ញុំដឹងថាឯងកំពុងកុហកអ្នកគ្រប់គ្នាសាន់ឆៃខឹងតើមីងស៊ឺខ្លាំងណាស់រហូតនាងចាប់ផ្ដើមវាយគាត់ប៉ុន្តែតើមីងស៊ឺបញ្ឈប់នាងតើមីងស៊ឺអរគុណជាលេដែលបានជួយសង្គ្រោះគាត់ពីជនចម្លែកដែលវាយប្រហារគាត់បើមិនដូច្នេះទេស្ថានភាពរបស់គាត់នឹងកាន់តែអាក្រក់ជាងនេះបន្ទាប់មកតើមីងស៊ឺនិងសាន់ឆៃនៅតែពីរនាក់តើមីងស៊ឺមានអារម្មណ៍ថាសាន់ឆៃនៅតែខឹងនឹងគាត់ដោយសារការលេងសើចរបស់គាត់ប៉ុន្តែសាន់ឆៃកំពុងបារម្ភពីគាត់នាងនិយាយថាការអធិដ្ឋានរបស់អូនធ្វើឲ្យបងដឹងខ្លួនហើយបងភ្លេចអូននោះហើយជាមូលហេតុដែលអូនខ្លាចខ្លាំងតើមីងស៊ឺសួរសាន់ឆៃថាតើបងអាចភ្លេចអូនយ៉ាងម៉េចបានយើងដូចជាកោ502គ្មាននរណាអាចបំបែកយើងបានទេនៅខាងក្រៅអ្នកទាំង3និងសៀវជីនៅជាមួយគ្នាមេស៊ូនិយាយថាតើមីងស៊ឺនិងសាន់ឆៃបានប្រឈមនឹងឧបសគ្គជាច្រើនដើម្បីស្នេហាពិតរបស់ពួកគេស៊ីមិននិយាយថាខ្ញុំនឹងមិនធ្វើបែបនេះសម្រាប់ស្នេហាពិតរបស់ខ្ញុំទេប៉ុន្តែជាលេយកស្របជាមួយមេស៊ូហើយថាមានតែស្នេហាពិតទេដែលអាចយកឈ្នះឧបសគ្គហើយមានតែពួកគេទេដែលទទួលបានសុភមង្គលនៅទីបញ្ចប់បន្ទាប់មកគាត់ចាប់ផ្ដើមផ្ដល់ចំណេះដឹងអំពីស្នេហាដល់អ្នកគ្រប់គ្នាសៀវជីនិយាយទៅកាន់គាត់ថាលោកនឹងរកឃើញស្នេហាពិតនៅក្នុងជីវិតរបស់លោកឆាប់ៗនេះបន្ទាប់ពីច្រើនថ្ងៃសាន់ឆៃត្រឡប់ទៅផ្ទះដែលប៉ាម៉ាក់របស់នាងកំពុងរងចាំនាងពួកគាត់ព្រួយបារម្ភខ្លាំងអំពីតៅមីងស៊ឺដូច្នេះពួកគាត់ប្រាប់នាងឲ្យទៅមន្ទីរពេទ្យវិញដើម្បីមើលគាត់ប៉ុន្តែសាន់ឆៃបដិសេធហើយនិយាយថាអ្វីគ្រប់យ៉ាងល្អហើយឥឡូវនេះនាងមិនចង់ឲ្យប៉ាម៉ាក់របស់នាងជួបម៉ាក់របស់តៅមីងស៊ឺទេបន្ទាប់ពីសាន់ឆៃដេកលក់ប៉ាម៉ាក់របស់នាងនិយាយគ្នាពួកគាត់គិតថាទំនាក់ទំនងរបស់សាន់ឆៃនិងតៅមីងស៊ឺនឹងមិនថិតថេរយូរទេម្ដាយរបស់សាន់ឆៃចង់បញ្យល់នាងថាឥឡូវនេះនាងគួរតែចាត់ទុកតៅមីងស៊ឺឲ្យដូចជាមិត្តផ្សេងទៀតនៅថ្ងៃបន្ទាប់ពេលសាន់ឆៃទៅមហាវិទ្យាល័យអ្នកសារព័ត៌មានហុំព័ទ្ធនាងហើយសួរនាងនៅសំណួរផ្សេង
Sunshine អាចរត់គេចពីពួកគេហើយចូលទៅក្នុងមហាវិទ្យាល័យអ្នកគ្រប់គ្នានៅក្នុងមហាវិទ្យាល័យចាត់ទុក Sunshine ជាមនុស្សមានសំណាងប៉ុន្តែ Shin Hui នៅតែចំណាយនឹងទំនាក់ទំនងរបស់ Sunshine និង Tao Ming-su នៅម្ខាងទៀត Tao Ming-su និយាយជាមួយបងស្រីជាងតាមវីដេអូខលដោយប្រាប់គាត់ថាខ្ញុំបានជាសះស្បើយហើយជាងសួរគាត់ឲ្យនិយាយឈ្មោះនាងដើម្បីបញ្ជាក់ Tao Ming-su និយាយថាមានតែមនុស្សល្ងងទេដែលភ្លេចឈ្មោះរបស់បង Tao Ming-su ប្រាប់ជាងថាមាននរណាម្នាក់ប្រាប់ខ្ញុំសមត្ថភាពជាសះស្បើយរបស់ខ្ញុំគឺដូចជាសំណត់ចឹងជាងយល់ថា Sunshine ប្រកាសជាបាននិយាយបែបនេះជាមួយគាត់បន្ទាប់មក Tao Ming-su ប្រាប់លោកយាយយូថាខ្ញុំចង់ចេញពីមន្ទីរពេទ្យបើខ្ញុំនៅទីនេះយូរទៀតខ្ញុំនឹងកាន់តែឈឺគាត់ក៏និយាយថាខ្ញុំនឹងស្នាក់នៅផ្ទះរបស់ជីលីព្រោះខ្ញុំមិនចង់ជួបម្ដាយរបស់ខ្ញុំទេនៅឈុតបន្ទាប់ Tao Ming-su ទៅផ្ទះរបស់ជីលីភ្ញាក់ផ្អើលដែលឃើញគាត់នៅទីនេះហើយនិយាយថាអញគួរតែនៅក្នុងមន្ទីរពេទ្យ Tao Ming-su ថាសមត្ថភាពជាសះស្បើយរបស់ខ្ញុំគឺដូចជាឆ្កែចឹងក្រោយមក Tao Ming-su ប្រាប់ជីលីថាខ្ញុំចង់រៀបការជាមួយ Sunshine ជីលីរីករាយខ្លាំងចំពោះរឿងនេះប៉ុន្តែនិយាយថា Sunshine នឹងមិនចង់បំផ្លាញទំនាក់ទំនងរបស់ឯងជាមួយម៉ាក់របស់ឯងដោយសារតែនាងទេ Tao Ming-su ថាខ្ញុំមានផែនការសម្ងាត់ដែលខ្ញុំបានគិតរួចហើយជីលីសួរថាតើផែនការសម្ងាត់របស់ឯងជាអ្វីប៉ុន្តែ Tao Ming-su ប្រាប់ថាវាជាអាថ៌កំបាំងហើយខ្ញុំនឹងមិនប្រាប់ឯងនៅលើនេះទេនៅហាងថៅកែរបស់ Sunshine សួរនាងថាហេតុអ្វីសាវយូមិនមកធ្វើការថ្ងៃនេះ Sunshine ប្រាប់គាត់ថានាងបានទៅទីក្លឹបនាងចង់នាំយកផលិតផលថ្មីមកឲ្យហាងពេលឮបែបនេះចៅវាយរបស់នាងមានការចាប់អារម្មណ៍ខ្លាំងហើយសរសើរសាវយូនិង Sunshine យ៉ាងច្រើននៅម្ខាងទៀតយើងឃើញសាវយូបានចូលរួមទីក្លឹបហើយស៊ីវឈិងក៏ជាសមាជិកនៃក្លឹបនោះដែរប៉ុន្តែសាវយូមិនស្គាល់នាងទេព្រោះនាងបានប្ដូរឈ្មោះពីស៊ីវឈិងទៅជាឈ្មោះមួយផ្សេងសាវយូនិងស៊ីវឈិងមើលទៅដូចគ្នាយ៉ាងខ្លាំងហើយបុគ្គលិកលក្ខណៈរបស់ពួកនាងទាំងពីរក៏ស្រដៀងនឹងក្មេងប្រុសដែរពួកនាងក្លាយជាមិត្តល្អនឹងគ្នាបន្ទាប់ពីជួបគ្នាលើកដំបូងហើយថតរូបជាមួយគ្នាក្រោយមក Sunshine និង Savyu នៅជាមួយគ្នាពួកនាងកំពុងគិតអំពីការរៀបចំពិធីជប់លៀងសម្រាប់ការជាសះស្បើយរបស់ Tao Ming-su Sunshine អញ្ជើញ Savyu ប៉ុន្តែ Savyu សួរថាតើខ្ញុំនឹងប្រឈមមុខជាមួយ Simon របៀបណា Sunshine បញ្យល់នាងថានាងគួរតែចាត់ទុក Simon ឲ្យដូចជាមិត្តធម្មតាយើងឃើញ Eva និងមិត្តភក្តិទាំងអស់របស់ Sunshine កំពុងអបអរពិធីជប់លៀងសម្រាប់ការជាសះស្បើយរបស់ Tao Ming-suនៅក្នុងពិធីនោះពេល Tao Ming-su រៀបនឹងផឹក Sunshine និង Savyu មកដល់ Sunshine បញ្ឈប់គាត់ដោយប្រាប់ថាបងមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេរួចផឹកជំនួសគាត់នាងធ្វើមុខហើយនិយាយខ្ញុំមិនចូលចិត្តរសជាតិភេសជ្ជៈនេះសោះបន្ទាប់មក Tao Ming-su អរគុណអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងនៅក្បែរគាត់ក្នុងគ្រាលំបាក Simon នៅឆ្ងាយបន្តិចពីពិធីជប់លៀងបានឃើញ Savyu ព្យាយាមគេចមុខពីគាត់ Simon ក៏សម្គាល់ឃើញរឿងនេះហើយចូលទៅជិតនាងគាត់សុំទោសដោយសួរថាតើយើងនៅតែជាមិត្តនឹងគ្នាទេ Savyu ឆ្លើយថាយើងនៅតែជាមិត្តល្អនឹងគ្នា Sunshine មើលពួកគេហើយច្បាស់ជាមិនចូលចិត្តដែល Simon និយាយជាមួយ Savyu Tao Ming-su ប្រាប់ Sunshine ថាបងចង់ចំណាយពេលជាមួយអូនតែ2នាក់ Sunshine យល់ព្រមហើយពួកគេទាំងពីរចាក់ចេញពីពិធីជប់លៀងនៅខាងក្រៅ Tao Ming-su អប Sunshine ហើយពួកគេចំណាយពេលវេលាល្អជាមួយគ្នាទន្ទឹមនឹងនេះ Simon ប្រាប់ Savyu ថានាងបានស្វែងរកអគារជាច្រើនដើម្បីខ្ញុំដូច្នេះឥឡូវនេះខ្ញុំចង់ធ្វើអ្វីមួយសម្រាប់នាងវិញ Savyu ឆ្លើយថាខ្ញុំបានចូលរួមទីក្លឹបខ្ញុំចង់ឲ្យលោកមកជាមួយខ្ញុំហើយធ្វើជាគ្រូបង្រៀនពួកយើងនៅថ្ងៃបន្ទាប់ Simon និង Savyu ទៅថ្នាក់រៀននោះ Simon បានជួប Siu Cheng ពួកគេទាំងពីរមើលមុខគ្នាទៅវិញទៅមក Simon ចូលទៅជិត Siu Cheng ហើយនិយាយថាយើងខានជួបគ្នាយូរមកហើយ Savyu ចាប់ផ្ដើមដឹងថា Siu Cheng គឺជាស្នេហាដំបូងរបស់ Simon ក្រោយមកក្នុងថ្នាក់ Siu Cheng មានអារម្មណ៍មិនស្រួលក្នុងចិត្តមិនអាចប្រឈមមុខនឹង Simon បាននាងក៏សុំចេញទៅក្រៅ Siu Cheng ចាប់ផ្ដើមយំដោយនិយាយថាខ្ញុំនៅតែស្រឡាញ់គេខ្លាំងដូចមុនក្រោយចេញពីថ្នាក់ Simon និង Savyu ទៅជួប Siu Cheng Savyu និយាយថាខ្ញុំបានឮពីនាងតាមរយៈ Simon សុំ Siu Cheng ដើម្បីចេញទៅក្រៅជាមួយគ្នា Siu Cheng ស្នើឲ្យ Savyu មកជាមួយប៉ុន្តែ Savyu បដិសេធដោយមិនចង់រំខានអ្នកទាំងពីរ Simon និង Siu Cheng នៅជាមួយគ្នាពួកគេរំលឹកអំពីអតីតកាលរបស់ពួកគេ Simon សុំទោសដែលមិនបានទៅលើដំបូលអគារនៅពេល Siu Cheng សុំឲ្យគាត់ទៅកាលពីពេលនោះគាត់សុំឲ្យ Siu Cheng សាកល្បងធ្វើរឿងនោះម្ដងទៀតជាមួយគាត់ Siu Cheng ក៏យល់ព្រមក្រោយមកនៅកន្លែងការងារក្រៅម៉ោងរបស់ពួកគេ Savyu ប្រាប់ Sunshine ថាខ្ញុំបានជួយ Simon ឲ្យរកឃើញស្នេហាដំបូងរបស់គាត់ហើយឥឡូវនេះពួកគេកំពុងនៅជាមួយគ្នា Sunshine និយាយថានាងកំពុងដើរជន់កែងខ្លួនឯងប៉ុន្តែបន្ទាប់មកនាងធានាថា Savyu នឹងរកឃើញដៃគូជីវិតល្អជាង Simon នៅថ្ងៃអនាគតតែ Savyu ច្បាស់លាស់ថា Simon គឺជាបុរសល្អឥតខ្ចោះសម្រាប់នាងទន្ទឹមនឹងនេះលោកស្រី Tao Ming ទូរស័ព្ទទៅលោកយាយយូសួរអំពី Tao Ming-su លោកយាយយូកុហកថា Tao Ming-su នៅតែស្ថិតនៅក្នុងមន្ទីរពេទ្យហើយកំពុងសម្រាប់ព្យាបាលក្រោយមក Siu Cheng ជួប Savyu នាងនិយាយថា Simon បានស្នើឲ្យខ្ញុំឡើងទៅលើដំបូលអគារនោះ Savyu ឆ្លើយថានោះជាដំណឹងល្អប៉ុន្តែហេតុអ្វីនាងប្រាប់ខ្ញុំ Siu Cheng បន្ទាប់មកនិយាយថាខ្ញុំដឹងថានាងចូលចិត្ត Simon ពេលស្ដាប់បែបនេះ Savyu ដឹងថា Simon ចង់ចាប់ផ្ដើមទំនាក់ទំនងជាមួយ Siu Cheng ឡើងវិញហើយនេះធ្វើឲ្យនាងសោកសៅខ្លាំងនាងទៅអប Sunshine ហើយនិយាយថាខ្ញុំខូចចិត្តខ្លាំងណាស់ដើម្បីបន្ធូរទុក្ខសោក Savyu បានទៅច្រៀង
សាន់ឆៃព្រួយបារម្ភពីនាងខ្លាំងហើយទូរស័ព្ទទៅតាមមីងស៊ឺពួកគេទាំងពីរនៅកំដរសាវយូដោយស្ដាប់ចម្រៀងខូចចិត្តរបស់នាងពេញមួយយប់នៅទីបញ្ចប់សាវយូនៅតែគិតអំពីស៊ីវឈិងនិងស៊ីមិនតើមីងស៊ឺផ្ដោតដំបូន្មាននាងថាគុំគិតច្រើនពេកគ្មាននរណាអាចមើលឃើញពីអនាគតទេហើយអ្វីដែលត្រូវកើតឡើងវានឹងកើតឡើងទន្ទឹមនឹងនេះស៊ីវឈិងនិងស៊ីមិនមកដល់អគារពួកគេចាប់ផ្ដើមឡានចិន្តាដើម្បីទៅលើដំបូលស៊ីវឈិងអស់កម្លាំងស៊ីមិនថានាងខ្សោយតាំងពីក្មេងប៉ុន្តែនាងនៅតែរត់លេងនិងហក់លោតស៊ីវឈិងឆ្លើយថាមកពីខ្ញុំដឹងថាលោកនៅជាមួយខ្ញុំហើយនឹងមើលថែខ្ញុំបន្ទាប់មកពួកគេបន្តឡើងទៅខាងលើព្រឹកឡើងសាវយូអរគុណតៅមីងស៊ឺនិងសាន់ឆៃដែលនៅជាមួយនាងពេញមួយយប់ពេលពួកគេទាំង3រៀបនឹងត្រឡប់ទៅផ្ទះសាវយូទទួលបានទូរស័ព្ទពីស៊ីវឈិងអញ្ជើញនាងទៅលើដំបូលសាវយូយកព្រមនឹងទៅប៉ុន្តែគិតក្នុងចិត្តថាហេតុអ្វីស៊ីវឈិងហៅខ្ញុំពេលដែលនាងកំពុងនៅជាមួយស៊ីមិនបែបនេះពេលសាវយូទៅដល់នាងឃើញថាស៊ីមិននៅទីនោះតែម្នាក់ឯងស៊ីវឈិងមិននៅទេស៊ីមិនប្រាប់នាងថាអ្វីទាំងអស់ចប់ហើយរវាងពួកយើងទាំងពីរមុននេះស៊ីមិននិងស៊ីវឈិងបាននិយាយគ្នាស៊ីវឈិងថានេះជាសញ្ញាមួយចាប់តាំងពីយើងជួបគ្នាយើងនិយាយតែអំពីអតីតកាលស៊ីមិនសុំទោសដែលមិនបានមកកន្លែងនេះកាលពី5ឆ្នាំមុនធ្វើឲ្យខកខានឱកាសមួយក្នុងជីវិតជាមួយនាងស៊ីវឈិងបន្ទាប់មកនិយាយថាយើងគួរតែបន្តទៅមុខហើយឱកាសមួយក្នុងជីវិតរបស់លោកជាកម្មសិទ្ធិរបស់នារីម្នាក់ទៀតស៊ីមិនសារភាពថាកាលពី5ឆ្នាំមុនខ្ញុំមិនអាចបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំចំពោះនាងបានទេស៊ីវឈិងឆ្លើយថាខ្ញុំក៏ចូលចិត្តលោកខ្លាំងដែរប៉ុន្តែលើខ្ញុំមិនមែនទេលោកមកទីនេះថ្ងៃនេះព្រោះលោកមានអារម្មណ៍ខុសចំពោះខ្ញុំមិនមែនព្រោះលោកស្រឡាញ់ខ្ញុំទេត្រឡប់មកបច្ចុប្បន្នស៊ីមិននិយាយទៅកាន់សាវយូថាស៊ីវឈិងដឹងថានាងមិនចូលចិត្តខ្ញុំទៀតទេប្រហែលខ្ញុំមិនសមនឹងទទួលបានស្នេហារបស់នរណាបន្តទៀតទេពេលស្ដាប់បែបនេះសាវយូឆ្លើយថានោះមិនមែនជាការពិតនៅមានខ្ញុំដែលចូលចិត្តលោកហើយគ្មាននរណាល្អឥតខ្ចោះទេខ្ញុំក៏មានកំហុសច្រើនដែរលើបែបនេះស៊ីមិននិយាយថានាងតែងតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍បន្ទាប់មកសាវយូនិយាយថាលោកខកខានឱកាសមួយក្នុងជីវិតរបស់លោកដោយសារបញ្ហារបស់លោកប៉ុន្តែឥឡូវនេះយើងមានឱកាសមួយក្នុងជីវិតរបស់យើងហើយខ្ញុំមិនចង់ខកខានវាទេនាងអនទៅថាស៊ីមិនដែលជាការចាប់ផ្ដើមនៃទំនាក់ទំនងថ្មីរបស់ពួកគេម្ខាងទៀតសាន់ឆៃមិនបានដេកពេញមួយយប់ដោយសារព្រួយបារម្ភពីសាវយូមើលទៅនាងងងុយគេងខ្លាំងតើមីងស៊ឺសួរថាហេតុអ្វីអូនមិនទៅបន្ទប់របស់បងហើយយើងដេកជាមួយគ្នាសាន់ឆៃបដិសេធបន្ទាប់មកសាវយូនិងស៊ីមិនទៅទីក្លឹបនៅទីនោះស៊ីវឈិងបានទុកអំណោយមួយសម្រាប់សាវយូអំណោយនោះជាតុក្កតាដែលមើលទៅដូចស៊ីមិនយ៉ាងខ្លាំងរួមជាមួយនោះស៊ីវឈិងបានសរសេរសម្បត្តិមួយនាងសុំទោសនៅក្នុងលិខិតនោះថាខ្ញុំសុំទោសដែលខ្ញុំមិនអាចជូនអំណោយនេះដោយផ្ទាល់បានខ្ញុំបានទៅធ្វើការក្រោយបញ្ចប់ការសិក្សារបស់ខ្ញុំហើយដោយសារនាងខ្ញុំបានជួបស៊ីមិនម្ដងទៀតខ្ញុំបានធ្វើតុក្កតានេះសម្រាប់ស៊ីមិនជាយូរមកហើយប៉ុន្តែឥឡូវនេះវាស័ក្តិសមនឹងនាងយើងឃើញស៊ីវឈិងទៅហាងមួយហើយក៏មកកាហ្វេជំនួសឲ្យតែនេះបង្ហាញថានាងបានបោះបង់ស៊ីមិនចោលទាំងស្រុងហើយកំពុងបន្តដំណើរទៅមុខជាមួយជីវិតរបស់នាងបន្ទាប់មកយើងឃើញតាមីងស៊ឺនិងសាន់ឆៃកំពុងញ៉ាំអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានមួយសាន់ឆៃនៅតែមើលទៅតានតឹងតាមីងស៊ឺសួរនាងថាហេតុអ្វីបានជាអូនតែងតែគិតពីអ្នកដទៃសាន់ឆៃឆ្លើយថារឿងទាំងអស់នេះកើតឡើងដោយសារតែមិត្តរបស់បងស៊ីមិនគេបានបំផ្លាញជីវិតសាវយូក្រោយមកតាមីងស៊ឺសួរសាន់ឆៃថាតើអូននឹងរៀបការជាមួយបងទេសាន់ឆៃមិនបានផ្ដល់ចម្លើយច្បាស់លាស់ទេប៉ុន្តែមនុស្សដែលអង្គុយនៅជុំវិញនោះបានឮការសន្ទនារបស់ពួកគេសាន់ឆៃនិយាយថាតើមាននរណាសុំរៀបការនៅកន្លែងបែបនេះតើមីងស៊ឺនិយាយថាបងចូលឆ្នាំចិនចិត្តមកដល់ហើយបងនឹងទៅផ្ទះរបស់អូនដើម្បីជួបឪពុកម្ដាយរបស់អូនប៉ុន្តែសាន់ឆៃឆ្លើយថាខ្ញុំមិនទាន់យល់ព្រមទេតើមីងស៊ឺទទូចថាបងនឹងមិនអនុញ្ញាតឲ្យអូនបដិសេធទេហើយប្រាប់គ្រប់គ្នានៅក្នុងភោជនីយដ្ឋានថាសាន់ឆៃបានយល់ព្រមរៀបការជាមួយខ្ញុំហើយថ្ងៃនេះខ្ញុំជាអ្នកចេញលុយគ្រប់គ្នាចាប់ផ្ដើមអបអរសាទរតើមីងស៊ឺនិងសាន់ឆៃក្រោយមកនៅផ្ទះសាន់ឆៃមានអារម្មណ៍សប្បាយចិត្តអំពីរឿងរៀបការសំឡេងកណ្ដឹងទ្វារបានបន្លឺឡើងហើយនាងឃើញថាតើមីងស៊ឺបានផ្ញើផ្កា520តុងមកឲ្យនាងសាន់ឆៃរំភើបយ៉ាងខ្លាំងហើយចាប់ផ្ដើមរាប់ផ្កាប៉ុន្តែទោះជានាងរាប់ប៉ុន្មានដងក៏ដោយក៏នៅតែមានផ្កាតែ519តុងដែរនាងទូរស័ព្ទទៅតើមីងស៊ឺហើយនិយាយថាបាត់ផ្កាមួយតុងតើមីងស៊ឺឆ្លើយថាមិនអាចទៅរួចទេអូនច្បាស់ជារាប់ខុសហើយបន្ទាប់មកសំឡេងកណ្ដឹងទ្វារបន្លឺឡើងម្ដងទៀតហើយតើមីងស៊ឺក៏លេចមុខមកដោយមានផ្កាមួយតុងក្នុងដៃគាត់និយាយថាបងចង់ជូនផ្កាមួយតុងនេះដល់អូនដោយខ្លួនឯងនោះហើយជាមូលហេតុដែលបងផ្ញើផ្កាខ្វះមួយតុងសាន់ឆៃមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតើមីងស៊ឺ